ប៉ុន្តែវាមិនមានប្រសិទ្ធភាពទាល់តែសោះសំណាងល្អអានតូស្គាល់គ្រូអាគមម្នាក់ដែលជំនាញខាងដោះស្រាយរឿងអាថ៌កំបាំងបែបនេះគ្រូអាគមគ្រាន់តែក្រឡេកមើលឌីឌីមួយផ្លែគាត់ដឹងភ្លាមថាមានថាមពលដ៏អាក្រក់មួយកំពុងព្យាយាមគ្រប់គ្រងរាងកាយរបស់នាងគាត់គ្រាន់តែប្រោះទឹកមុនពី3ដំណក់លើឌីឌីព្រលឹងបិសាចក៏ចេញមករូបរាងពិតព្រាមខ្មោចដែលត្រូវគេបណ្ដេញចេញច្បាស់ជាមិនព្រមចាក់ចេញលើងាយឡើយវាបានហោះទៅចូលសន្ធឹកលើខ្លួនរបស់ឌីកាព្រៀមហើយបាននិយាយពីគោលបំណងពិតប្រាកដរបស់វាមិនត្រឹមតែចង់បានរាងកាយរបស់ឌីឌីទេថែមទាំងចង់ឲ្យព្រលឹងរបស់ឌីឌីនៅកំដរវាជារៀងរហូតទៀតផងមិនយូរប៉ុន្មានគ្រូអាគមបានស្គាល់អត្តសញ្ញាណរបស់បិសាចនេះវាគឺជាដេវីដែលជាបិសាចធំគ្រប់គ្រងតំបន់អាឡាស់រូប៊ីនគ្រូអាគមបានប្រើអស់ពីសមត្ថភាពទើបអាចបង្ក្រាបបិសាចនោះបានត្រឹមមួយគ្រាប៉ុណ្ណោះដោយដឹងខ្លួនថាមិនមែនជាគូប្រកួតគ្រូអាគមបានណែនាំឲ្យស៊ីតាទៅស្វែងរកគ្រូផ្សេងដែលមានសិលគូជាងនេះហើយព្រលឹងខ្មោចបិសាចក៏ចាប់ផ្ដើមបង្កើនល្បឿននៃការសម្លាប់មនុស្សដែរមិនយូរប៉ុន្មានមន្ទីរពេទ្យក៏បានទទួលសាកសពពីបន្ថែមទៀតដែលម្នាក់ក្នុងចំណោមនោះគឺជាតៃកងឡានខុសច្បាប់ដែលបានដឹកម្ដាយកូនពួកគេកាលពីយប់នោះនាពេលយប់នោះមានសម្លេងគោះទ្វារផ្ទះយ៉ាងខ្លាំងពេលបើកទ្វារមើលខាងក្រៅមិនមានមនុស្សសូម្បីតែម្នាក់ប៉ុន្តែនៅក្នុងខ្យល់បាយជាធំក្លិនស្អុយរលួយគួរឲ្យចង់គួតគ្រាន់តែស៊ីតាងាកកោភ្លាមនាងឃើញនៅក្នុងផ្ទះពោពេញទៅដោយខ្មោចមុខគួរឲ្យខ្លាចអ្វីដែលគួរឲ្យត្រេកអរនោះគឺអ្វីទាំងអស់គ្រាន់តែជាសម្បត្តិអាក្រក់ប៉ុណ្ណោះឃើញឌីឌីមិននៅក្បែរខ្លួនស៊ីតាប្រញាប់ដើរមកមើលនៅកណ្ដាលផ្ទះក៏ឃើញកូនស្រីកំពុងអង្គុយយំទូលភាព ស៊ីតាមិនដឹងថាត្រូវធ្វើយ៉ាងណាឡើយនាងក៏ភ្ញាក់ពីដំណេកម្ដងទៀតជិបនឹងថាវាក៏ជាសុបិនក្នុងសុបិនសោះប៉ុន្តែអ្វីដែលចម្លែកនោះគឺនៅក្នុងដៃរបស់ឌីឌីពិតជាមានរូបភាពមួយសម្រាប់មែនពេលឃើញរូបស្វានៅក្នុងគំនូរស៊ីតានឹកឃើញភ្លាមដល់លោកយាយម្នាក់ដែលនាងធ្លាប់ជួបនៅក្នុងមន្ទីរពេទ្យព្រោះនាងនិងលោកយាយមិនដែលស្គាល់គ្នាពីមុនមកទេប៉ុន្តែលោកយាយបែរជាដឹងថាស៊ីតាធ្លាប់ជួបស្វាសដូចនេះគាត់ប្រហែលជាដឹងរឿងរ៉ាវអ្វីមួយដោយមិនបងអង្គយូរពួកគេក៏នាំឌីឌីទៅរកលោកយាយដើម្បីសុំឲ្យជួយបន្ទាប់ពីពិនិត្យមើលឌីឌីយ៉ាងយកចិត្តទុកដាក់លោកយាយបាននិយាយទាំងទាល់តម្រេះថាអ្វីវាហួសពេលអស់ហើយព្រលឹងរបស់ឌីឌីពេលនេះបានចូលទៅក្នុងពិភពបំផន់ភ្នែករបស់ដេវីរួចទៅហើយរៀបនឹងខ្លាយជាខ្លួនកាយរបស់វាស៊ីតាមិនយល់សោះថាហេតុអ្វីបានជាព្រលឹងវិញ្ញាណខ្មោចទាំងនោះត្រូវលាក់ខ្លួននៅក្នុងព្រៃឈើដើម្បីធ្វើបាបអ្នកដំណើរដែលគ្មានទោសពីបែបនេះប៉ុន្តែលោកយាយបាននិយាយថានេះជាកម្មផលដែលមនុស្សធ្វើខ្លួនឯងប៉ុណ្ណោះកាលពីរាប់ពាន់ឆ្នាំមុនតំបន់អាឡាស់រូប៊ីនគ្រាន់តែជាវាលរហោស្ថានមួយក្រោយមកមានកុលសម្ព័ន្ធជនជាតិដើមភាគតិចឈានមកតាមទីលំនៅទីនេះដើម្បីអាចរស់រានមានជីវិតបានដោយរលូនគ្រូអាគមនៅក្នុងកុលសម្ព័ន្ធបានធ្វើកិច្ចសន្យាជាមួយដេវីដោយត្រូវថ្វាយដង្វាយជាមនុស្សទៅឲ្យវាជាទៀងទាត់ដើម្បីដូរយកការការពារនិងប្រកាសសិទ្ធិថែរក្សាព្រៃឈើពីដេវីប៉ុន្តែជាមួយនឹងការអភិវឌ្ឍនៃអរិយធម៌មនុស្សជាតិមេកុលសម្ព័ន្ធបានក្បត់ពាក្យសច្ចាបុរាណគាត់មិនត្រឹមតែបញ្ឈប់ការថ្វាយបង្គំឈាមប៉ុណ្ណោះទេថែមទាំងបានកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងទៀតផងលុះដល់សតវត្សទី19នៅពេលដែលហូឡង់បានចូលមកធ្វើជាអាណានិគមលើកោះជ្វាតំបន់អាឡាស់រូប៊ីនដែលមានភូមិសាស្ត្រដាច់ស្រយាលត្រូវបានពួកគេប្រើប្រាស់ធ្វើជាទីលានប្រហារជីវិតសម្ងាត់ប្រជាជនជ្វាដែលប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមត្រូវបានគេបញ្ជូនមកប្រហារជីវិតនៅទីនេះទាំងអស់ឆ្លងកាត់ការសន្សំទុកជាយូរលង់ណាស់មកហើយនៅក្នុងព្រៃមានសាកសពគ្មានឈ្មោះរាប់ម៉ឺននាក់ថាមពលគំនុំដ៏ខ្លាំងក្លាពេញព្រៃភ្នំបានធ្វើឲ្យខ្មោចបិសាចព្រៃឈើដេវីខឹងសម្បាយយ៉ាងខ្លាំងវាក៏បានប្រើប្រាស់ព្រៃអាឡាស់រូប៊ីនធ្វើជាទ្រង់ឃុំឃាំងនិងទម្លាក់បណ្ដាសាជារៀងរហូតឲ្យតែអ្នកណាឈានជើងចូលតំបន់ព្រៃនេះងាយនឹងត្រូវប្រលឹងបិសាចតាមលំហើយឲ្យទៅត្រូវពួកវាស្អិតជាប់ខ្លួនហើយនឹងត្រូវស្លាប់ក្នុងរយៈពេល7ថ្ងៃទោះជាយ៉ាងណាសំណាងល្អដែលឌីឌីមានពិការភាពផ្នែកតាំងពីកំណើតតែនាងអាចឮសំឡេងខ្សឹកខ្សៀវនៅក្នុងព្រៃដែលនេះបង្ហាញថានាងអាចជាកូនចៅជំនាន់ក្រោយផ្ទាល់នៃគ្រួសារដែលធ្លាប់ធ្វើការថ្វាយបង្គំឈាមកាលពីសម័យមុនប្រសិនបើយកឌីឌីត្រឡប់ទៅព្រៃវិញដើម្បីធ្វើជាដង្វាយអាចនឹងជួយសម្រាលបណ្ដាសារបស់ព្រៃភ្នំទាំងមូលបានដោយមិនចង់បាត់បង់កូនស្រីស៊ីតាបានបដិសេធសំណើរបស់លោកយាយភ្លាមនាពេលយប់នោះរឿងរ៉ាវចម្លែកបានកើតឡើងម្ដងទៀតឌីឌីស្រាប់តែសម្លាប់បាត់ស្មារតីនៅមុខផ្ទះដែលគ្មានរូបសញ្ញាអ្វីសោះស៊ីតាឃើញដូច្នោះក៏ប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យឆ្លើយត្បិតតែឌីឌីរួចផុតពីគ្រោះថ្នាក់ដល់ជីវិតជាបណ្ដោះអាសន្នប៉ុន្តែគ្រូពេទ្យក៏គ្មានវិធីព្យាបាលរោគសញ្ញារបស់នាងដែរមើលទៅមានតែការត្រឡប់ទៅកាន់ព្រៃអាឡាស់រូប៊ីនវិញប៉ុណ្ណោះទើបមានសង្ឃឹមរឿងរ៉ាវឈានមកដល់ដំណាក់កាលនេះស៊ីតាមានតែបង្ខំចិត្តយល់ព្រមតាមពេលគ្រប់គ្នាទើបតែដើរចូលទៅក្នុងព្រៃអាឡាស់រូប៊ីនភ្លាមពួកគេក៏បានឃើញស្វាសនៅក្នុងរឿងព្រេងនិទាននោះតែម្ដងមើលទៅមេខ្មោចដេវីបានដឹងមុនរួចជាស្រេចទៅហើយនៅពេលដែលពិធីបូជាបុរាណបានចាប់ផ្ដើមលោកយាយបានព្យាយាមបួងសួងសុំមេខ្មោចដើម្បីអនុញ្ញាតឲ្យគាត់ចូលទៅក្នុងពិភពបំផន់ភ្នែកដើម្បីនាំយកព្រលឹងរបស់ឌីឌីត្រឡប់មកវិញ
ប៉ុន្តែត្រូវបានមេខ្មោចបដិសេធដែលដឹងថាកូនស្រីអាចនឹងមិនភ្ញាក់ដឹងខ្លួនវិញជារៀងរហូតស៊ីតាក៏បានស្ម័គ្រចិត្តសុំសាកល្បងដោយខ្លួនឯងការធ្វើបែបនេះមានហានិភ័យខ្ពស់ខ្លាំងណាស់បើសិនជាបរាជ័យមិនត្រឹមតែឌីឌីមិនអាចភ្ញាក់ដឹងខ្លួនវិញទេសូម្បីតែជីវិតរបស់ស៊ីតាក៏ត្រូវបាត់បង់នៅក្នុងនោះដែរឃើញមានការតាំងចិត្តខ្លាំងបែបនេះលោកយាយមានតែព្រមឲ្យស៊ីតាសូត្រធម៌តាមបើអាចជោគជ័យឬអត់គឺអាស្រ័យលើព្រំលិខិតហើយរឿងដែលនឹកស្មានមិនដល់នោះគឺមេខ្មោចពិតជាអនុញ្ញាតឲ្យស៊ីតាចូលទៅក្នុងពិភពបំផាន់ភ្នែកមែនប៉ុន្តែនៅក្នុងព្រៃដ៏ធំល្វឹងល្វើយបែបនេះនាងមិនដឹងថាត្រូវទៅរកកូនស្រីនៅទីកន្លែងណាឡើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺទីនេះពោពេញទៅដោយព្រលឹងខ្មោចស៊ីតាដែលមានការភ័យខ្លាចបានរអិលធ្លាក់ពីលើជម្រាលភ្នំដែលនេះធ្វើឲ្យរាងកាយពិតរបស់នាងរងរបួសមិនតិចឡើយស៊ីតាខំប្រឹងវាត្រឡប់មកលើផ្លូវធំវិញស្រាប់តែមានឡានក្រុងដែលផ្ទុកទៅដោយខ្មោចព្រាយបិសាចបាក់បុកសម្រាប់មករត់នាងចំចង់ប៉ុន្តែសំណាងល្អដែលពេលនេះនាងគ្រាន់តែជាព្រលឹងវិញ្ញាណដូចនេះឡានក្រុងមិនអាចធ្វើឲ្យនាងរងរបួសបានឡើយទើបតែដកដង្ហើមធំបានបន្តិចស៊ីតាស្រាប់តែឃើញនៅក្រោមជើងរបស់នាងពោពេញទៅដោយគំនរសាកសពឆ្អឹងខ្មោចទិដ្ឋភាពដ៏គួរឲ្យរំភើបនោះធ្វើឲ្យបេះដូងរបស់នាងសឹងតែឈប់លោតមិនដឹងថារត់នៅក្នុងព្រៃជ្រៅអស់រយៈពេលយូរប៉ុណ្ណាឡើយចុងក្រោយស៊ីតាបានមានសំឡេងហៅមួយដែលមិនគិតពីការឈឺចាប់នៃរាងកាយស៊ីតាប្រញាប់រត់ទៅអោបឌីឌីយ៉ាងណានៅពេលដែលនាងរៀបនឹងនាំកូនស្រីចាក់ចេញស្រាប់តែក្មេងស្រីនោះញៀកមុខមកទាំងកាន់ក្របភ្នែកពីក្របនៅក្នុងដៃស៊ីតាភ័យខ្លាចខ្លាំងរហូតដល់ថយក្រោយជាច្រើនជំហានដោយដឹងខ្លួនថារកមនុស្សខុសនាងក៏ប្រញាប់ងាកក្រោយរត់គេចខ្លួនភ្លាមឆ្លងកាត់ការធ្វើដំណើរដោយយូរអង្វែងបែបនេះព្រលឹងរបស់នាងបានឈានដល់កម្រិតរំលឹកសំណាងល្អដែលនៅក្នុងពិភពពិតលោកយាយបានសហការជាមួយគ្រូមន្តអាគមជាច្រើនអ្នកបង្កើតជារូបភាពខ្លាសមួយក្បាលនៅក្នុងពិភពបំផាន់ភ្នែកតាមរយៈការនាំផ្លូវរបស់ខ្លាសចុងក្រោយស៊ីតាបានស្វែងរកឃើញឌីឌីនៅពីមុខផ្ទះឈើប៉ុន្តែនៅពេលដែលម្ដាយកូនទាំងពីរមកដល់មាត់ទ្វារនៃពិភពបំផាន់ភ្នែករៀបនឹងចាក់ចេញទៅហើយឌីឌីស្រាប់តែរលាយបាត់ខ្លួនទៅវិញតាមពិតទៅមេខ្មោចឌីវីបានពេញចិត្តនឹងភាពបរិសុទ្ធរបស់ឌីឌីដូចនេះទើបវាដាច់ខាតត្រូវតែរក្សានាងទុកដើម្បីនៅកំដរវាចំពោះរឿងនេះស៊ីតាដែលគ្មានវិធីផ្សេងមានតែរត់ជង្គង់អង្វរកមេខ្មោចយ៉ាងបន្ទាបខ្លួនដើម្បីសុំឲ្យដោះលែងក្មេងស្រីដែលគ្មានទោសពេញម្នាក់នេះប្រហែលជាដោយសារតែត្រូវបានរំភើបចិត្តដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យនិងគ្មានលក្ខខណ្ឌរបស់ម្ដាយចុងក្រោយមេខ្មោចក៏បានយល់ព្រមតាមការស្នើសុំរបស់នាងមួយសន្ទុះក្រោយមកឌីឌីបានភ្ញាក់ដឹងខ្លួនឡើងវិញដោយជោគជ័យហើយត្រឡប់មកកាន់ពិភពពិតប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺស៊ីតាមិនអាចភ្ញាក់ដឹងខ្លួនវិញជារៀងរហូតចំណែកឯបណ្ដាសានៃព្រៃអាឡារូបិននៅតែបន្តកើតមានឡើងវាដាស់តឿនមនុស្សជាតិគ្រប់ពេលវេលាថាត្រូវតែមានចិត្តគោរពខោខ្លាចចំពោះធម្មជាតិបើមិនដូច្នោះទេផលវិបាកដែលបង្កឡើងដោយការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនឹងត្រូវបន្តបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយរងគ្រោះជារៀងរហូតអូខេសាច់រឿងសម្រាប់ថ្ងៃនេះត្រូវបានបញ្ចប់ត្រឹមនេះហើយជួបគ្នានៅរឿងក្រោយ